ពុកម៉ែបងប្អូនបាយដាំឲ្យអត់តន់ហូបទេនៅពេញឆ្នាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរមកហូបនៅទីនេះមានតែគ្រឿងមានតែរបស់របរចានឆ្នាំងមានផ្ទះតែអត់មានមនុស្សនៅនេះគឺឆ្នាំងបាយនេះបើតាមខ្ញុំដឹងគឺដាំម្សិលមិញហ្នឹងឯងម្សិលមិញបាយនៅពេញឆ្នាំងពលរដ្ឋខ្មែរដែលត្រូវបានយោធាថៃបាញ់សម្លាប់គឺទីតាំងផ្ទះនេះផ្ទាល់ទីតាំងផ្ទាល់ដែលនាងខ្ញុំបានមកដល់ដែលប្រជាពលរដ្ឋឮសម្ដែងគ្រាប់ហើយពួកគាត់រត់ចេញដើម្បីរកកន្លែងសុវត្ថិភាពទៅកន្លែងក្រាបទៅកន្លែងដើម្បីគិតថាខ្លួនឯងមានសុវត្ថិភាពប៉ុន្តែផ្ទុយទៅវិញមិនមានសុវត្ថិភាពទេបែរជាត្រូវស្លាប់នៅក្រោមស្នាដៃរបស់យោធាថៃនៅលើទឹកដីនេះនៅលើភូមិនេះឥឡូវយើងមើលឃើញភូមិស្ងាត់ចងំមានតែផ្ទះមានតែរោងនៅសល់តែសត្វចិញ្ចឹមនៅទីនេះឆ្កែនេះមានកូនទៀតចាឥឡូវម្ចាស់ទៅបាត់ហើយមានណាគេដាក់បាយឲ្យមានណាអ្នកចិញ្ចឹមចឹងនេះគឺភូមិឋានមួយនៅក្នុងភូមិបរិយច័ន្ទនៅសល់តែសម្លៀកបំពាក់នៅសល់តែផ្ទះតែគ្មានប្រជាជនរស់នៅព្រោះតែខ្លាចនៅក្របកំភ្លើងរបស់ក្រមយោធាថៃម៉ងចងហើយគ្មានអ្នកសម្រាប់ដោយសារតែក្តីបារម្ភទាំងអស់នេះអ្នកភូមិប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាយើងត្រូវបានធ្វើទុកបុកម្នេញម្ដងហើយម្ដងទៀតអត់ស្រាក់ស្រានមិនបានក្តីសុខរយៈពេលជាច្រើនខែមកហើយព្រោះតែនៅក្រែងនានាដើម្បីការពារភូមិឋានការពារអធិបតេយ្យការពារទឹកដីរបស់ខ្លួនការពារផ្ទះសម្បែងដែលធ្លាប់រស់នៅរាប់សិបឆ្នាំកេរកដែលមានសល់តែប៉ុណ្្នឹងទេតែភាគីថៃនៅតែក៏ឃ្លើននៅតែមិនខ្លាចច្បាប់អន្តរជាតិធ្វើបាបប្រជាជនកម្ពុជាចឹងនេះគឺជារូបភាពដែលគួរឲ្យសំណោះមែនទែនហើយប្រជាពលរដ្ឋដែលនៅភូមិនេះក៏បានចម្លៀសទៅកាន់ទីតាំងមួយកន្លែងនៅខាងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរួចរាល់ហើយដែលមានការជួយសម្រួលឲ្យកន្លែងការស្នាក់នៅហូបចុកដើម្បីជំនះចេញពីចិត្តខូខើដេរឆានរបស់ក្រមយោធាថៃចឹងនេះគឺជាផ្នែកមួយដែលខ្ញុំចង់បង្ហាញជូនថាជាផ្ទះជាគោលដៅជាទីតាំងរបស់ប្រជាពលរដ្ឋក្នុងចំណោមពលរដ្ឋ4នាក់របួស3នាក់ស្លាប់ម្នាក់នៅទីតាំងខាងក្រោយមុននេះខ្ញុំបានបង្ហាញជូននេះអញ្ចឹងនៅសល់តែប៉ុណ្្នឹងទេមានបាយអត់មានអ្នកហូបបាយប្អូនសោលហើយពូម្ចាស់ត្រូវបានស្លាប់និងមួយផ្នែកទៀតនៃសមាជិកគ្រួសារត្រូវបានទៅមន្ទីរពេទ្យក៏ដូចជានៅកន្លែងមណ្ឌលសុវត្ថិភាពសូមជម្រាបលា